ជាងខ្លាំងគុណខ្មែរកំពុងលេចធ្លោមួយរូបប្រចាំក្លឹបរាជសីមានរិទ្ធខាំខ្លារាជបានបង្ហាញការត្រៀមខ្លួនយ៉ាងពេញលេញនិងជំនឿចិត្តខ្ពស់ក្នុងការប្រកួតជាមួយនឹងកីឡាករអារ៉ង់សាមែនម៉ូរ៉ាឌីដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ទី8ខែមីនានេះខ្លារាជបានអះអាងថាគេមិនមានការព្រួយបារម្ភអ្វីទេទោះបីគេដឹងថាសាមែនម៉ូរ៉ាឌីគឺជាកីឡាករល្អមួយរូបនិងមានបទពិសោធន៍ច្រើនក្នុងការប្រកួតនៅសង្វៀនអន្តរជាតិក៏ដោយខ្លារាជបានឲ្យដឹងថាគេបានសិក្សាពីក្បាច់ល្អៗរបស់សាមែនម៉ូរ៉ាឌីតាមរយៈការទស្សនាការប្រកួតរបស់ដៃគូនៅក្នុងសង្វៀនធំៗដូចជាថៃហ្វៃនិងដឹងថាកីឡាករអារ៉ង់ម្នាក់នេះមានជំនាញពិសេសក្នុងការប្រើកណ្ដាប់ដៃធ្ងន់ទោះជាយ៉ាងណាខ្លារាជបានបញ្ជាក់ថាទាំងនេះមិនមែនជាបញ្ហាសម្រាប់គេទេព្រោះគេធ្លាប់ប៉ះកីឡាករអារ៉ង់ច្រើនអ្នករួចមកហើយនិងធ្លាប់ផ្ដួលកីឡាករអារ៉ង់ឲ្យស្លាប់នៅសង្វៀនគុនខ្មែរថែមទៀតផងខ្លារាជបានបន្តថាគេបានដាក់ចិត្តវឹកហាត់យ៉ាងល្អនិងត្រៀមខ្លួនបានយ៉ាងពេញលេញសម្រាប់ការប្រកួតនេះដូច្នេះសម្រាប់ការប្រកួតនេះនឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីកុំឲ្យអ្នកគ្រប់គ្រងខកចិត្តអារម្មណ៍ថាសប្បាយចិត្តហើយនិយាយថាគាត់ក៏ជើងខ្លាំងមួយរូបនៅថៃហ្វៃដែរតែខ្ញុំបដិញ្ញាចិត្តនឹងធ្វើអស់ពីសមត្ថភាពបានមើលវីដេអូគាត់ល្អនៅថៃហ្វៃគាត់ល្អដៃពួយរងគាត់ល្អដែរជួបតែបងសំវាយគាត់ស្លាប់ឈ្នះ5,000 លានរៀលនៅ Extreme ដែរអត់ទេកីឡាករបើយើងដាក់ចិត្តថាវឹកហាត់អីអត់បារម្ភទេចាញ់ឈ្នះកីឡាតែយើងធ្វើអស់ពីសមត្ថភាពគាត់វាយមកតង់មួយបងឡាគីតារាសម្រាប់ខ្ញុំអត់រំពឹងខ្ពស់ត្រឹម50បន្ទុក50ទៀតលើរេងឲ្យញ៉ាកណ្ដាលនេះដាក់បន្ទុក10នេះខ្ញុំត្រៀមរួចរាល់ហើយខ្ញុំមានតែលើរៀងដែរ10ឲ្យគាត់ចូលមើលកម្មវិធី PNN តែរៀបចំនៅខេត្តកំពង់ធំឲ្យច្រើនកកហាមខ្លារាជគឺជាកីឡាករគុនខ្មែរដ៏ល្បីមួយរូបនៅក្នុងពិភពគុនខ្មែរប្រចាំក្លឹបរាជសីមានរិទ្ធក្រោមការបង្វឹកពីអតីតជើងខ្លាំងកម្ពុជាក្បាច់បឺតខាំឲ្យគេធ្លាប់ឈ្នះជើងឯកថ្នាក់ជាតិនិងដណ្ដើមបានមេដាយមាសមួយគ្រឿងចំណែកសាមែនម៉ូរ៉ាឌីដែលជាកីឡាករអារ៉ង់ធ្លាប់មានប្រវត្តិមិនធម្មតាក្នុងការប្រកួតគុនខ្មែរដោយក្នុងនោះគេធ្លាប់យកឈ្នះជើងខ្លាំងកម្ពុជាឡៃចត្រានៅសង្វៀន PNN កាលពីពេលកន្លងទៅដែលការប្រកួតនេះគឺជាការប្រកួតដ៏សំខាន់មួយសម្រាប់អ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរនិងជាឱកាសដ៏ល្អមួយសម្រាប់ខាំខ្លារាជក្នុងការបង្ហាញសមត្ថភាពរបស់គេនៅលើសង្វៀនប្រកួតលក្ខណៈអន្តរជាតិអ្នកគាំទ្រកីឡាប្រដាល់គុនខ្មែរនៅខេត្តកំពង់ធំនឹងទទួលបានការទស្សនាការប្រកួតប្រដាល់ផ្ទាល់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ទី8ខែមីនាខាងមុខនេះ